អ្នកគ្រប់គ្រងបាល់ទាត់ម្នាក់ខកខានកាត់សក់ជាង1ឆ្នាំដោយសារតែក្រុមបិសាចក្រហម Manchester United សួស្តីប្រិយមិត្តដែលតាមដាន Channel ពិភាក្សាទាំងអស់គ្នាវិលមកជួបគ្នាវិញម្ដងទៀតហើយនៅថ្ងៃនេះដែរខ្ញុំនឹងលើកយករឿងរ៉ាវដ៏គួរឲ្យអស់សំណើចមួយមកនៅទីឲ្យអ្នកទាំងអស់គ្នាបានស្ដាប់កម្សាន្តកាលពីថ្ងៃទី5 ខែតុលាឆ្នាំ2024កន្លងទៅនេះមានអ្នកគ្រប់គ្រងរបស់ក្រុមបិសាចក្រហម Manchester United ដ៏ងប់ងល់ម្នាក់ឈ្មោះលោក Frank Ellis បានសម្រេចចិត្តលេង challenge ដ៏គួរឲ្យអស់សំណើចមួយដែលគាត់នឹងមិនធ្វើការកាត់សក់របស់គាត់ឡើយប្រសិនបើក្រុម Manchester United មិនអាចយកជ័យជំនះចំនួន5ប្រកួតជាប់ៗគ្នានោះទេដោយការកាត់សក់ជាលើកចុងក្រោយរបស់គាត់គឺនៅថ្ងៃទី5 ខែតុលាឆ្នាំ2024ហើយមកទៅនៅពេលនេះមានរយៈពេលជាង1ឆ្នាំមកហើយដែលគាត់នៅតែបន្តបានកាត់សក់របស់គាត់បានលោក Frank Ellis មានដើមកំណើតមកពី Oxford ហើយសប្តាហ៍ថ្ងៃនេះលោកកំពុងតែស្នាក់នៅក្នុងប្រទេសអេស្ប៉ាញកំឡុងពេលដែលក្រុម Manchester United កំពុងតែជួបបញ្ហាផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរនោះលោកមានគោលគំនិតមួយដែលលោកនឹងមិនកាត់សក់របស់លោកឡើយប្រសិនបើក្រុមបិសាចក្រហម Manchester United មិនឈ្នះ5ប្រកួតជាប់គ្នានោះបន្ទាប់ពីការប្រកាសលេង challenge នេះបានប្រកាសចេញទៅលោក Frank Ellis ត្រូវបានបណ្ដាញអ្នកលេងបណ្ដាញសង្គម Instagram ប្រមាណជាង33,000 នាក់តាមដាននិងគាំទ្រការលេង challenge របស់គាត់យ៉ាងច្រើនកកលោក Frank បាននិយាយបន្ថែមទៀតថាវាគឺជា challenge ដ៏ឆ្កួតមួយរបស់ខ្ញុំព្រោះអីសក់របស់ខ្ញុំចេះតែដោះវែងពីមួយថ្ងៃទៅមួយថ្ងៃអ្នកគាំទ្រដ៏ងប់ងល់របស់ក្រុមបិសាចក្រហម Manchester United នេះបានប្រាប់ដល់អ្នកសារព័ត៌មានដ៏ល្បីឈ្មោះរបស់កាសែត BBC យ៉ាងដូចនេះថាកាលពីខែមករាកន្លងទៅក្រុមរបស់លោកឈ្នះការប្រកួតចំនួន3ដងជាប់គ្នាទៅហើយប៉ុន្តែក្តីសើបិនរបស់លោកត្រូវបានរលាយនៅពេលដែលពួកគេផ្លាត់ស្នៀចាញ់ក្រុម Crystal Palace កាលពីដើមខែកុម្ភៈកន្លងទៅគួររំលឹកឡើងវិញយ៉ាងដូចនេះថាជាលើកចុងក្រោយដែលក្រុមបិសាចក្រហម Manchester United ឈ្នះការប្រកួតចំនួន5ប្រកួតជាប់គ្នាគឺនៅខែកុម្ភៈឆ្នាំ2024ក្រុមការដឹកនាំរបស់អតីតអ្នកចាត់ការ Erik ten Hag ការប្រយុទ្ធមួយនេះក្រុមបិសាចក្រហម Manchester United បានយកជ័យជំនះទៅលើក្រុមហង្សក្រហម Liverpool ក្នុងទឹកដី Anfield ក្នុងលទ្ធផល 2-1 ដែលការប្រកួតមួយនេះគឺជាជ័យជំនះឈ្នះ3ដងជាប់គ្នាសម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងរដូវកាលនេះក្រោយពីបញ្ចប់ការប្រកួតខ្សែការពារស្លាវស្ដាំ Diego Dalot បានប្រាប់ដល់អ្នកសារព័ត៌មានយ៉ាងដូចនេះថាលោកសង្ឃឹមថាក្រុមបិសាចក្រហម Manchester United នឹងឈ្នះ2ប្រកួតទៀតឲ្យបានដើម្បីឲ្យអ្នកគាំទ្ររបស់ក្លឹបពួកគេគឺលោក Frank Ellis អាចកាត់សក់របស់គាត់បានឆាប់អញ្ចឹងយើងមានតែរងចាំតាមដានមើលទាំងអស់គ្នាថាតើក្រុមបិសាចក្រហម Manchester United អាចយកជ័យជំនះចំនួន5ប្រកួតជាប់គ្នាបានដែរឬទេនៅរដូវកាលនេះបើសិនមកអ្នកទាំងអស់គ្នាពេញចិត្តស្ដាប់ Channel ពិភាក្សារបស់ខ្ញុំសូមកុំភ្លេចធ្វើការ like comment និង subscribe ម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូបន្ត